យោងតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍ទាហានខ្មែរនិងថៃបានផ្ទុះអាវុធបាញ់ប្លង់ដាក់គ្នារយៈពេលប្រមាណ10នាទីនៅតំបន់ចុងបូកជិតមុំ3ដែលជាទីតាំងប្រសពនៃព្រំដែនខ្មែរថៃនិងឡាវលោកវិនថៃសូវ៉ារ៉េអ្នកនាំពាក្យកងទ័ពថៃបានបញ្ជាក់ប្រាប់កាសែតបាងកកប៉ុស្តិ៍ថាហេតុការណ៍ផ្ទុះអាវុធកើតឡើងនៅវេលាម៉ោង 5:30 នាទីព្រឹកដោយសារទាហានខ្មែរបានដើរចូលក្នុងតំបន់ព្រំដែនដែលបានព្រមព្រៀងមិនឲ្យមានការចល័តទ័ពតាមលោកវិនថៃសូវ៉ារ៉េបន្ទាប់ពីឃើញការបំពានរបស់យោធាខ្មែរយោធាថៃមួយក្រុមក៏បានទៅសួរនាំស្រាប់តែភ្លាមៗនោះនឹងបើតាមលោកវិនថៃសូវ៉ារ៉េយោធាខ្មែរក៏ផ្ទុះអាវុធដាក់យោធាថៃហើយយោធាថៃក៏បានបាញ់តវិញទៅការប៉ះទង្គិចគ្នានេះត្រូវបានបញ្ចប់បន្ទាប់ពីមេទ័ពខ្មែរនិងមេទ័ពថៃបានជួបជជែកគ្នាតាមទូរស័ព្ទដោយបានព្រមព្រៀងបត់ឈប់បាញ់តែទាហានទាំងសងខាងនៅមិនទាន់ត្រូវបានដកចេញពីតំបន់កើតចំនួននោះនៅឡើយទេនេះបើតាមការបញ្ជាក់ពីមន្ត្រីនាំពាក្យកងទ័ពថៃតាមបាងកកប៉ុស្តិ៍ដដែលអ្នកនាំពាក្យកងទ័ពថៃបានចាត់ទុកការបង្កហេតុនាំឲ្យមានការផ្ទុះអាវុធជាថ្មីពីសំណាក់ទាហានខ្មែរពេលនេះថាជាការយល់ខុសទាំងស្រុងពីចេតនារបស់ថៃដែលតែងយាមល្បាតឬបំពេញតាមកិច្ចព្រមព្រៀងដោយគ្មានចេតនាអាក្រក់រំលោភដែនអធិបតេយ្យភាពឬញុះញង់បង្កចំនួនជាមួយភាគីកម្ពុជាសោះឡើយតាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី28ឧសភានេះលោកឧត្តមសេនីយ៍តូម៉ៅផល្លាអ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាបានបញ្ជាក់ថាពិតជាមានកើតហេតុប៉ះទង្គិចដោយអាវុធរវាងទាហានខ្មែរនិងថៃនៅតំបន់ចុងបូកនេះមែនតែជាការប៉ះទង្គិចបន្តិចបន្តួចប៉ុណ្ណោះទីមួយខ្ញុំទទួលព័ត៌មានដំបូងខ្ញុំលើកឃើញព័ត៌មានថៃហ្នឹងខ្ញុំសួរទៅមុខថាមានទូអាវុធមែនហើយតិចទេទូអាវុធតិចទេហើយមូលហេតុនៃការផ្ទុះអាវុធនោះគឺយើងអត់ទាន់ដឹងហើយទី2ណាបាញ់ណានោះក៏អត់ទាន់ដឹងប៉ុន្តែគ្រាន់តែដឹងថាកម្លាំងយើងឡើងល្បាតពេលព្រឹកហើយត្រូវកម្លាំងថៃត្រៀមបាញ់កំទេចកម្លាំងល្បាតហ្នឹងអញ្ចឹងគឺបាញ់រយៈពេលប្រហែលក៏យើងអត់ដឹងហើយលទ្ធផលលើសមរភូមិនោះអត់ទាន់ដឹងទេព្រោះអត់ទាន់មានរបាយការណ៍មកពីមុខការប៉ះទង្គិចគ្នានេះគឺត្រូវបានអ្នកនាំពាក្យរបស់ថៃលោកវិនថៃសូវ៉ារ៉េដែលគាត់កាន់ខាងកងទ័ពនឹងថាត្រូវបានបញ្ចប់ដោយសារតែមានមេទ័ពខ្មែរហើយថៃបានទៅជែកគ្នាប៉ុន្តែទាហានទាំងសងខាងអត់ទាន់បានដកចេញពីតំបន់កើតចំនួននោះនៅឡើយទេបាទចំនួនអត់នេះគឺកាពិតមានតិចតួចកន្លងមកប៉ុន្តែយើងអត់ដែលមានដល់ថ្នាក់ផ្ទុះអាវុធទេប៉ុន្តែយើងតែងតែព្យាយាមចរចាសម្របសម្រួលគ្នារហូតតែរឿងនេះខ្ញុំក៏អត់ទាន់បានទទួលព័ត៌មានថាក្រោយពីការប្រយុទ្ធនេះគឺដកឬមិនដកនោះគឺខ្ញុំមិនទាន់បានទទួលព័ត៌មានទេបាទដោយឡែកលោកអ៊ុំសំអានអតីតតំណាងរាស្ត្របកប្រឆាំងដែលតាមដានចំនួនព្រំដែនកម្ពុជាថៃបានលើកឡើងថាការគ្រប់គ្រងស្ថានភាពព្រំដែនខ្មែរនិងថៃជារឿងលំបាកបើកម្ពុជានៅតែបន្តចរចាទ្វេភាគីជាមួយថៃដែលគ្មានការចូលរួមពីសហគមន៍អន្តរជាតិនិងថាម្យ៉ាងប្រព័ន្ធបញ្ជាការទ័ពខ្មែរក៏ហាក់ស្មុគស្មាញដែរការគ្រប់គ្រងស្ថានភាពព្រំដែនខ្មែរនិងថៃជារឿងលំបាកប្រសិនបើកម្ពុជានៅតែបន្តចរចាទ្វេភាគីជាមួយភាគីថៃបើកម្ពុជាប្តឹងករណីទាំងអស់ហ្នឹងទៅកាន់តុលាការអន្តរជាតិទើបយើងអាចគ្រប់គ្រងស្ថានភាពព្រំដែនរបស់កម្ពុជាបានហើយប្រព័ន្ធបញ្ជាការតបខ្មែរនិងថៃហ្នឹងខ្ញុំយល់ថាតបរបស់ថៃគេមានចំណាត់ការភ្លាមអាកាត់ភ្លាមតែម្ដងហើយគេមានសិទ្ធិនិយាយជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយឬក៏សារព័ត៌មានផ្សេងៗក៏ប៉ុន្តែយើងឃើញថាចំណាត់ការរបស់ខាងកម្ពុជានឹងអត់មានការអាលកាត់ភ្លាមទេត្រូវស្ដាប់បញ្ជាពីរដ្ឋាភិបាលពីនាយករដ្ឋមន្ត្រីអញ្ចឹងទៅឃើញថាទាហានរបស់យើងនឹងមិនហ៊ាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយឬសារព័ត៌មាននោះទេហើយអត់ហ៊ានផ្សព្វផ្សាយពីចំនួនព្រំដែនជាមួយនឹងថៃនោះទេគឺខ្មែរយើងហាក់ដូចជាស្ងាត់ស្ងៀមគូជ្រាបថាការផ្ទុះអាវុធនៅចុងបូករវាងទាហានខ្មែរនិងថៃពេលនេះបានកើតមានឡើងក្រោយជំនួបនៅទីក្រុងបាងកកប្រទេសថៃរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទាសីហានិងរដ្ឋមន្ត្រីការពារជាតិថៃលោកភូមិថាំវិឆាចាឆៃកាលពីថ្ងៃទី1ឧសភាជំនួបនេះបានបញ្
បញ្ចប់ទៅដោយភាគីទាំងពីរបានត្រឹមឯកភាពនិងរក្សាទុកស្ថានភាពដដែលឬ status quo ពលគឺគ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីអ្វីទាំងអស់បច្ចុប្បន្ននៅតាមព្រំដែនខ្មែរថៃមានតំបន់ក្តៅដែលយោធាខ្មែរនិងថៃអាចប្រឈមនឹងការប៉ះទង្គិចគ្នាចំនួន3កន្លែងទី1គឺតំបន់ចុងបូកដែលទើបប៉ះទង្គិចគ្នានេះទី2តំបន់ប្រាសាទតាមាន់ធំនិងទី3គឺតំបន់ចុងអាន់ម៉ាគូបញ្ជាក់ថាកាលពីថ្ងៃទី19កុម្ភៈកន្លងទៅថ្មីៗនេះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានព្រមានពីការប្រើប្រាស់កម្លាំងប្រដាប់អាវុធប្រសិនបើប្រទេសណាមួយហ៊ានប្រើកម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជាប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានផ្ដាំទៅអ្នកនយោបាយខ្មែរនិងអ្នកនយោបាយថៃកុំយករឿងនយោបាយទៅលុកលាន់លើការងារបច្ចេកទេសដើម្បីដោះស្រាយបញ្ហាព្រំដែនដែលរដ្ឋាភិបាលកំពុងអនុវត្តដោយឈលលើគោលការណ៍បច្ចេកទេសផែនទីនិងច្បាប់អន្តរជាតិមានដឹងអត់កម្ពុជាជាមួយថៃយើងផឹកមិញនេះគឺមានការផ្ទុះអាវុធបាញ់គ្នាទៅវិញទៅមកនៅតាមព្រំដែនអញ្ចឹងផឹកមិញម៉ោង5កន្លះថ្ងៃទី26ខែឧសភាយើងហ្នឹងប្រភពសារព័ត៌មានដែលខ្ញុំបានឃើញ post ពីហេតុការណ៍នេះមុនគេគឺ The National Thailand ដែលមានការបាញ់គ្នានៅឈុងបុកឧបលរដ្ឋឆាធានីរវាងទាហានល្បាតព្រំដែនកម្ពុជាជាមួយនឹងថៃបើយោងតាមកាសែតថៃគេបានបញ្ជាក់ថាមុនពេលកើតហេតុមានទាហានខ្មែរមួយក្រុមចូលទៅតំបន់ដែលមានចំនួនហើយទាហានថៃក៏ចូលទៅជិតហ្នឹងហើយក៏បានប៉ះពាល់ពាក្យសម្ដីគ្នារហូតដល់មានការផ្ទុះអាវុធកើតឡើងប្រហែលជារយៈពេល10នាទីប៉ុន្តែខាងឧត្តមសេនីយ៍តូខាងខ្មែរយើងគឺគាត់បានបញ្ជាក់ថាភាគីថៃបានផ្ទុះអាវុធមុនហើយក៏រត់យើងកំពុងល្បាតយើងការពារមាតុភូមិយើងចឹងអានេះគឺខ្ញុំសូមអត់បញ្ចេញបតិយោបល់អីទេណាមួយដោយសារកម្ពុជាយើងជាមួយនឹងថៃបានសម្របសម្រួលចរចាគ្នាបញ្ហានេះហើយគឺលែងមានការបាញ់បោះបន្តទៀតហើយរឿងទៀត